ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ KH Farm នៅក្នុងវីដេអូនេះដែរខ្ញុំសូមណែនាំពុកម៉ែបងប្អូនឲ្យស្គាល់ឈ្មោះថ្នាំមេបូកដែលមានឈ្មោះថា Velcol K ដែលជាប្រភេទសេរ៉ូទឹកចាហើយសេរ៉ូ Velcol K ហ្នឹងគឺគេប្រើសម្រាប់ព្យាបាលជំងឺផ្ដាសាយអញ្ចឹងដើម្បីចង់ដឹងថា Velcol ហ្នឹងតើវាអាចប្រើទៅលើជំងឺអ្វីផ្សេងបានទៀតអត់អញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចតាមដានទស្សនាវីដេអូមួយហ្នឹងទាំងអស់គ្នាចាអញ្ចឹងពុកម៉ែបងប្អូន Velcol K ហ្នឹងគឺជាប្រភេទសេរ៉ូដែលគេប្រើតាមមាត់ហើយវាមានរួមបញ្ចូលនូវរសជាតិទំពាំងបាយជូរដែលសម្រួលទៅដល់ការញ៉ាំរបស់ក្មេងៗណាឬក៏កុមារតូចៗដែលពួកគាត់ពិបាកនៅក្នុងការលេបថ្នាំគ្រាប់ហើយថ្នាំនឹងដែរគឺជាផលិតផលរបស់កូរ៉េនៃបន្ទាប់គឺសារធាតុផ្សំនៃថ្នាំអញ្ចឹងនៅក្នុងសេរ៉ូ Velcol នឹងដែរគឺមានសារធាតុផ្សំច្រើនមុខដូចជា Acetaminophen ឬក៏ Paracetamol លេខ50មីលីក្រាមហើយ Chlorpheniramine 0.415មីលីក្រាមហើយមួយទៀតគឺ Thipepidin Citrate 3.33មីលីក្រាមហើយបន្តមកទៀតគឺមាន DL-methylphenidate 4.165មីលីក្រាមហើយបន្តទៀតគឺ Caffeine Hydrate 4.165មីលីក្រាម Methyl Paraben 3.5មីលីក្រាមហើយនិងចុងក្រោយគេហ្នឹងគឺ Propyl Paraben 1.5មីលីក្រាមអញ្ចឹងពុកម៉ែបងប្អូនយើងមើលទៅវាមានសារធាតុសកម្មនឹងច្រើនអញ្ចឹងការព្យាបាលក៏ច្រើនតាមនឹងដែរចំណុចបន្ទាប់គឺការព្យាបាលអញ្ចឹងចំពោះសេរ៉ូ Velcol ហ្នឹងគឺគេប្រើព្យាបាលទៅលើផ្ដាសាយដែលមានរោគសញ្ញាដូចជាគ្រុនក្តៅរងាញាក់ឈឺបំពង់កក្អកដែលមានស្លេសណាឬក៏កណ្ដាស់ហៀសម្បោរឈឺក្បាលហើយឈឺតាមសន្លាក់ឆ្អឹងហើយនិងឈឺសាច់ដុំជាដើមនិយាយរួមទៅគឺថ្នាំហ្នឹងគឺយើងអាចប្រើសម្រាប់ព្យាបាលជំងឺផ្ដាសាយណាហើយនិងក្តៅខ្លួនផងដែរអញ្ចឹងយើងងាយស្រួលមែនទែនបើសិនជាពុកម៉ែបងប្អូនមានកូនផ្ដាសាយក្អកឬក៏ក្តៅខ្លួនណាគឺយើងមានតែមួយដបហ្នឹងគឺយើងអាចប្រើគ្រប់គ្រាន់ហើយគឺយើងមិនបាច់បន្ថែមឬក៏ទៅទិញថ្នាំផ្ដាសាយឬក៏ក្អកផ្សេងអីនោះទេឥឡូវយើងចូលដល់ចំណុចបន្តទៀតគឺទាក់ទងទៅនឹងការប្រើប្រាស់ចំពោះសេរ៉ូVelcol នឹងដែរគឺគេអាចប្រើបាន4ដងក្នុងមួយថ្ងៃដែលប្រើក្រោយអាហារហើយគេប្រើពេលព្រឹកពេលថ្ងៃពេលល្ងាចហើយនិងមុនចូលគេងចំពោះក្មេងអាយុពី3ទៅ5ខែគឺគេប្រើ2.5មីលីលីត្រហើយចំពោះក្មេងអាយុ6ទៅ1ឆ្នាំគឺគេប្រើ3មីលីលីត្រហើយបន្តទៀតក្មេងអាយុ1ទៅ2ឆ្នាំហ្នឹងគឺគេប្រើ3.5មីលីលីត្រហើយចំពោះក្មេងដែលមានអាយុ3ទៅ6ឆ្នាំគឺគេប្រើ5មីលីលីត្រហើយដូសបន្ទាប់ទៀតគឺចំពោះក្មេងអាយុ7ទៅ10ឆ្នាំគឺគេប្រើ7.5មីលីលីត្រហើយចុងក្រោយគេហ្នឹងគឺក្មេងអាយុ11ទៅ14ឆ្នាំគឺគេអាចប្រើ10មីលីលីត្រចំណុចបន្ទាប់គឺការហាមប្រើប្រាស់សម្រាប់ការហាមប្រើគឺគេហាមប្រើចំពោះអ្នកដែលធ្លាប់មានប្រតិកម្មជាមួយនឹងសារធាតុផ្សំណាមួយនៅក្នុងថ្នាំហ្នឹងហើយក៏ត្រូវប្រុងប្រយ័ត្នផងដែរចំពោះអ្នកដែលប្រើជាតិអាល់កុលកុមារអាយុក្រោម2ឆ្នាំហើយចំណុចបន្ទាប់ទៀតហ្នឹងគឺប៉ះសិនបើជាគាត់មានកន្ទួលឬក៏រមាស់ចង្អោរក្អួតឬក៏ទល់លាមកមិនឃ្លានអាហារទល់នោមឬក៏ធីងថងហ្នឹងគឺត្រូវបញ្ឈប់ការប្រើប្រាស់ភ្លាមហើយបញ្ញាប់ទៅជួបគ្រូពេទ្យហើយចំណុចបន្ទាប់ទៀតហ្នឹងគឺតាក់ទងទៅនឹងផលរំខានអញ្ចឹងបន្ទាប់ពីប្រើប្រាស់ថ្នាំ Velcol ហ្នឹងគឺវាអាចមានផលរំខានដូចជាប្រតិកម្មទៅលើស្បែកឡើងកន្ទួលក្រហមរមាស់លើស្បែកឡើងកន្ទៀលត្រអាកហើយនិងអាចមានប្រតិកម្មធ្ងន់ធ្ងរដែលមានរោគសញ្ញាដូចជា Steven Johnson ចាហើយមួយវិញទៀតហ្នឹងគឺវាអាចធ្វើឲ្យយើងហ្នឹងពុលទៅដល់កោសិកាស្បែករបស់យើងផងដែរហើយគួរបញ្ជាក់ផងដែរថាផលរំខានហ្នឹងគឺអាចមានខ្លះកើតឡើងហើយមានមួយចំនួនទៀតហ្នឹងគឺមិនអាចកើតឡើងនោះទេគឺអ្នកខ្លះទៀតហ្នឹងគឺពេលដែលគាត់ប្រើទៅគឺមានអាការៈធម្មតាប៉ុន្តែយ៉ាងណាមិញគឺលើកទឹកចិត្តទៅដល់ពុកម៉ែបងប្អូនគឺទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យដែលគាត់មានជំនាញច្បាស់លាស់ឬក៏ឱសថការីជាមុនសិនមុននឹងពុកម៉ែបងប្អូនធ្វើការប្រើប្រាស់នៅឱសថទាំងនោះជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដាននៅរាល់វីដេអូដែលយើងខ្ញុំបានចែករំលែកជូនដល់ពុកម៉ែបងប្អូនហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបាននូវចំណេះដឹងខ្លះៗអំពីវីដេអូមួយហ្នឹងដើម្បីទទួលបាននូវវីដេអូថ្មីៗពុកម៉ែបងប្អូនកុំភ្លេចធ្វើការ Like Share ហើយនិង Subscribe Channel នេះម្នាក់មួយផងអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត